ថ្ងៃនេះមករៀបរឿងឆាក្តៅសាច់មាន់ម្ដងហើយអត់ដែលបានឆាទេទើបតែលើកទី1ហើយបងអូនអើយមិនដែលបានហូបទេសាច់មាន់មានខ្ទឹមមានម្ទេសមានគល់អក្រីដេងស្លឹកក្រូចនឹងឯងហើយយូរខ្ញុំហូបម្ដងទេព្រោះឲ្យខ្ញុំអត់ចូលចិត្តសាច់មាន់វាអត់ឆ្ងាញ់វាខ្សោះអញ្ចឹងទៅខ្ញុំអត់សូវទៅនឹកហូបទេដល់ពេលនេះនឹកឃើញថាទិញយកមកហូបសាក់មើលប៉ុន្តែដល់ពេលយកមកហូបក៏អត់ឆ្ងាញ់ដែរសាច់មាន់វាដូចថាគេចិញ្ចឹមឲ្យស៊ីជាណីវាអត់មានជាតិអត់មានអីទៅខ្ញុំអត់សូវតែទិញយកមកហូបអានេះមាន់ស្វិតហ្នឹងបងប្អូនឲ្យគ្មានរសជាតិទេទីខណៈមាន់ស្វិតហើយនៅតែអត់មានរសជាតិទៀតដឹងទីមូលហេតុអីបានទីអត់ឆ្ងាញ់ចឹងแล้วក៏ខ្ញុំក៏កូរវាឲ្យវាដាច់ទឹកហើយដាក់អំបិលដាក់ចេងដាក់ស្ករស្រាច់ហ្នឹងឯងក៏ដាក់គ្រឿងគ្រើក៏វាឈ្ងុយឡើងដែតពេញហង់រត់ចេញទៅក្រៅវាធំក្លិនពេកឡើងខ្ញុំកកផ្ដាច់ទឹកដល់ពេលវាផ្ដាច់ទឹកអញ្ចឹងថាហើយខ្ញុំក៏ចាក់ទឹកថែមឲ្យវាឡើងឲ្យវានេះពើកណ្ដាលទៅឲ្យវាលះផុយឡើងខ្ញុំក៏ចាក់ទឹកចូលឲ្យវាលិចសាច់ហ្នឹងទៅឲ្យវាផុយលឿនណាចឹងហើយក៏ខ្ញុំថែមទឹកហ្នឹងឥឡូវក៏សាច់យើងឆ្អិនគ្រប់គ្រាន់ហើយបងប្អូនខ្ញុំដាក់ស្លឹកម្រះព្រៅហ្នឹងក៏វាឆ្លោកអស់ទៀតប៉ុន្តែវានៅធំក្លិនណាខ្ញុំក៏lạiដាក់ស្លឹកម្រះព្រៅហ្នឹងថែមតិចទៅឆាក្តៅរបស់ខ្ញុំក៏រួចរាល់អស់ហើយបងប្អូនតែប៉ុណ្ណេះឯងនិយាយថារឿងធ្វើម្ហូបវិញវាមិនសូវពូកែទេប៉ុន្តែថាសម្រាប់គ្រួសារខ្ញុំនឹងអាចទទួលយកបានម្ហូបណាអរគុណច្រើន